សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកបង្ហាញជូនទៅដល់បងប្អូនទាំងអស់គ្នាពីរបៀបនៃការទូទាត់ច្រើន business ក្នុងពេលតែមួយជាដំបូងចូលទៅកាន់ home page របស់ System Simplify រួចចូលទៅកាន់ពាក្យថា My Subscription បន្ទាប់មកចូលទៅកាន់ពាក្យថា Pay for Trial ដើម្បីធ្វើការ select business ដែលបងប្អូនទាំងអស់គ្នាធ្វើការទូទាត់ប្រាក់បងប្អូនអាចចុច tick ដើម្បីជ្រើសរើស business ទាំងអស់ឬជ្រើសរើស business ណាមួយដែលបងប្អូនត្រូវធ្វើការទូទាត់ទៅតាមជាក់ស្ដែងបន្ទាប់មកបងប្អូនអាចធ្វើការចូលទៅកាន់ពាក្យថា Continue to Preview select business ដែលបងប្អូនត្រូវធ្វើការបង់ជាខែឬជាឆ្នាំនៅពេលរួចរាល់សូមចុចពាក្យថា Confirm and Continue to Payment ឬរើមធ្យោបាយណាមួយដើម្បីធ្វើការទូទាត់ Scan ABS QR ដើម្បីធ្វើការទូទាត់នៅពេលដែលរួចរាល់បងប្អូនអាចចុចពាក្យថា OK and View Receipt បានសម្រាប់របៀបនៃការទូទាត់ business ច្រើនក្នុងពេលតែមួយគឺចប់ត្រឹមនេះអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងមានចំណុចពិសេសយកមកចែករំលែកអ្នកទាំងអស់គ្នាបន្តទៀត